ថ្ងៃនេះខ្ញុំនឹងទៅគេងនៅអូតាបកាយ5ដែលមានឈ្មោះថា so ដល់ហ្នឹងខ្ញុំនៅ lobby Shangri-La ហើយបន្ទាប់មកខ្ញុំក៏នៅ check in តែអ្វីដែល surprise គឺខាង receptionist គាត់ប្រាប់ខ្ញុំថាcheck in ហ្នឹងគឺឡើងជាន់ទី49ត្រូវបងគឺឡើងជាន់ទី49ដូច្នេះប្រហែលជាតិចទៀតខ្ញុំត្រូវឡើងទៅជាមួយគាត់នៅលើជាន់ទី49 សម្រាប់ breakfast lunch and dinner នៅជាន់ទី48 receptionist និង lounge bar នៅជាន់ទី49 Shang Palace signature ហាងចិននិងហាង Cantonese ជាមួយនឹង wellness club និង swimming pool អូយ high speed បងមានអារម្មណ៍ថាហឹងលើកជាចំណាយនេះគឺ5ម៉ែត្រ1វិនាទីបងអូ5ម៉ែត្រក្នុង1វិនាទីអូខេ god nice ឡើងដល់តិចទៀតបងហឹងទៅជាបង yeah ខ្ញុំ feel ហឹងលើកជាណៅខ្ញុំបានមកដល់បន្ទប់ហើយបន្ទាប់មកជាទូទៅគ្រប់បន្ទប់ទាំងអស់គឺគេ check in នៅម៉ោង2ដល់ម៉ោង12អញ្ចឹងអូតាបកាយ5គ្មានខអីទេចាំទៅនឹងគឺម៉ោង check in ជាមួយនឹង check out គេដូចគ្នាតែអ្វីដែលពិសេសនៅពេលដែលបងទៅអូតាផ្សេងដរាបណាយើងទៅដល់បានមិនសិនទៅជាបែបត្រូវទេតែមិញហ្នឹងនៅ Shangri-La ខ្ញុំជាវ៉ាវមែនតើព្រោះនៅពេលដែលដើរចូលមកគឺទៅចាក់លហឹមខាង receptionist គាត់ថាយេបងជាទូទៅខ្ញុំនៅនេះឲ្យតែ confirm ព័ត៌មានទាក់ទងជាមួយនឹងការ check in គឺគេបើកមិនសិនតែចាក់ចោលពីម៉ោង2មករហូតតែម្ដងហើយខ្ញុំជាវ៉ាវមែនតើកាយ5របស់គេនេះគឺទ្វារចូលមកហើយបន្ទាប់មកសោការទីហ្នឹងដូចតែគេដូចតែឯងនឹងឯងហើយនៅពេលចូលមកខាងឆ្វេងដៃនៃទ្វារចូលគឺមានទូសុវត្ថិភាពហើយមានអាវមានកន្លែងដាក់ស្បែកជើង and go on ហើយកន្លែងនេះគឺកន្លែងប្រយោគអាវច្រើនមែនតើ so បងប្អូនទាំងអស់គ្នាមិនខ្លាចអាវមួយឯងញាត់ចូលទូឆ្វេងឬក៏អីទេហើយថ្ងៃប្រជុំបន្ទាប់ហ្នឹងគឺអាចយកអាវពីកន្លែងព្យួរនេះពាក់ផ្ទាល់តែម្ដងអមនោះនៅស្ដាំដែរគឺមានកញ្ចក់អាចមើលរៀងយើងបានទាំងស្រុងដើរមកបន្តិចមកមានទ្វារគឺទ្វារបន្ទប់ទឹកគេបែងចែកខាងសើមជាមួយនឹងខាងស្ងួនខាងស្ដាំដៃនេះគឺប្រគុណបងប្អូនទាំងអស់គ្នាឃើញហើយខាងឆ្វេងដៃរបស់ខ្ញុំនេះគឺកន្លែងមួយទឹកគឺក្រែបងប្អូនទាំងអស់គ្នាមើលការដេកទាំងស្រុងអូខេហើយនៅចុងក្រែនេះគឺយើងមានទឹកញ៉ាំយើងមានកែវមានអីផ្សេងនៅក្នុងនេះគឺយើងមានតែកាហ្វេហើយមានទូសំខាន់ណាស់តុធ្វើការនេះវ៉ាវជាវ៉ាវហ្មងហើយហេតុអីបានខ្ញុំនិយាយថាជាវ៉ាវព្រោះក្រោយវាំងណូនហ្នឹងគឺ view មើលទៅទីក្រុងកោះពេជ្រអញ្ចឹងទីទៀតខ្ញុំនឹងបើកវាំងណូនហ្នឹងហើយធ្វើការ record ឲ្យបងប្អូនទាំងអស់គ្នានេះបងប្អូនទាំងអស់គ្នាមើល view ខ្ញុំអត់ដឹងកាមេរ៉ាថតចេញមក feel ដូចខ្ញុំមើលផ្ទាល់នឹងភ្នែកអត់ទេណាព្រោះវាកង់ពលឺផងអីផងតែបើសិនជាចំពោះខ្ញុំផ្ទាល់គឺជាវ៉ាវ yes បន្ទាប់ពី check in ចប់អស់ហើយអារម្មណ៍ដែលខ្ញុំទទួលបានហ្នឹងអូតែមួយនេះជាប្រភេទ luxury ព្រោះចំណុចធំទី1គាត់ធ្វើលម្អិតទៅលើ detail អញ្ចឹងក្នុងវីដេអូបានបង្ហាញហើយចាប់ពី lobby ឡើងទៅដល់កន្លែង check in welcome drink អ្វីផ្សេងៗហ្នឹងសេវាកម្មគឺគាត់ផ្ដល់ឲ្យយើងមានអារម្មណ៍ថាស្រួលខ្លួនមែនតើចំណុចទី2គាត់ធ្វើល្អនោះគឺផ្ដោតទៅលើ emotional connection ឲ្យខ្ញុំទទួលបានគឺអារម្មណ៍មួយដែលចង់គេងបានខ្ញុំកើតអារម្មណ៍ហ្នឹងព្រោះដោយសារតែនៅក្នុងអូតានេះមានក្លិនពិសេសម្យ៉ាងនៅពេលដែលហិតទៅគឺបង្កើតចំណងគេងរបស់ខ្ញុំឡើងមកហ្មងដល់ឥឡូវនេះធ្លាក់ពុំមកអញ្ចឹងណា nice ទី2តើតើជាមួយនឹងម៉ាស៊ីនត្រជាក់នៅមិនសិនម្ដងទៀតព្រោះជាទូទៅ check in ម៉ោង2បើសិនជាយើងមិនដល់បន្ទប់មិនសិនជានឹងមិនបើកទេតែនៅនេះគឺគាត់បើកចោលអញ្ចឹងគ្រាន់តែមិញហ្នឹងខាង receptionist គាត់ជួយខ្ញុំបើកទ្វារចូលមកបន្ទប់គឺត្រជាក់ល្ហឹមតែម្ដងដូច្នេះនេះគឺអ្វីដែលខ្ញុំទទួលបានតើតើជាមួយនឹងexperience នៅក្នុង Shangri-La